នេះគឺជាទស្សនវិជ្ជានៃពេលល្ងាចដែលពន្លឺថ្ងៃរៀបអស់ស្ទឹងគត់នៅឯវត្តទួលព្រះរាជានារដូវវស្សាដែលមានទីតាំងស្ថិតនៅឃុំពោធិបានស្រុកកោះធំខេត្តកណ្ដាលដែលហ៊ុំព័ទ្ធទៅដោយទឹកព័ទ្ធជុំវិញទីទួលមួយនេះដែលមានរូបព្រះពុទ្ធចំនួន2អង្គដ៏ធំល្វឹងល្វើយនៅឯកណ្ដាលវិហារដែលបងប្អូនអាចទស្សនាពីចម្ងាយដូចទៅនឹងផ្ទាំងគំនូរអញ្ចឹងហើយវត្តមួយនេះគឺល្បីខ្លាំងប្រហែលជិត20ឆ្នាំមុនដែលមានបងប្អូនជិតឆ្ងាយមកទស្សនាយ៉ាងច្រើនកកមានទាំងក្នុងប្រទេសនិងក្រៅប្រទេសក៏មានដែរហើយរូបព្រះពុទ្ធបដិមាប្រក់នេះទ្រង់គង់ព្រះភ្នេនលើកព្រះហស្តម្ខាងគឺមានកម្ពស់ជាង20ម៉ែត្រដែលជារូបចម្លាក់ទី1ធ្វើឲ្យវត្តមួយនេះល្បីខ្លាំងនាសម័យនោះហើយបន្ទាប់មកក៏បានផុសចេញរូបចម្លាក់ទី2គឺព្រះពុទ្ធបដិមាដ៏ធំល្វឹងល្វើយដែលមានកម្ពស់រហូតដល់ជាង90ម៉ែត្រឯណោះដែលធ្វើឲ្យល្បីកាន់តែខ្លាំងបន្ថែមទៀតហើយមកដល់សប្តាហ៍ថ្ងៃនេះហាក់ដូចមិនសូវល្បីល្បាញដូចកាលពីមុនពិតប្រាកដមែនតែនៅតែមានបងប្អូនមួយចំនួននៅតែមកថតរូបលេងទុកជាអនុស្សាវរីយ៍ហើយវត្តនេះគឺមានចម្ងាយប្រមាណជាង60គីឡូម៉ែត្រនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ